យើងមានការចែកម្លែកជាច្រើនណាស់ឥឡូវយើងមកស្ដាប់ការចែកម្លែកពីសុខភាពរបស់យើងម្នាក់ៗម្ដងហើយទៅពេលខ្ញុំ voice over ទៅដូចនិយាយតាក់មែនទាំងអស់គ្នារីពិបាកដល់ដូចយ៉ាប់ថតវីដេអូនិយាយបន្តផ្ទាល់អាហ្នឹងមិនស្រួលតែអីគ្រប់យ៉ាងផ្ដើមចេញពីការសិក្សាការរៀនសូត្រទាំងអស់អញ្ចឹងយើងចាប់ផ្ដើមសារជាថ្មីណាស់នេះធ្វើការចែកម្លែកពីជំងឺដែលសរសៃឈាមខួរក្បាលដែលអង់គ្លេសគេហៅថា stroke អញ្ចឹងខ្ញុំជាមនុស្សម្នាក់ដែលកើតជំងឺ stroke ហ្នឹងជំងឺដែលសរសៃឈាមខួរក្បាលតែដោយសារតែមានការជួយសង្គ្រោះតាន់ពេលអញ្ចឹងខ្ញុំរស់បានដល់រាល់ថ្ងៃអត់មានបញ្ហាអីទេគ្រាន់តែវាធ្វើទុំតិចតួចចឹងណាឲ្យទាំងអស់គ្នារៀងប្រយ័ត្នជាមួយនឹងជំងឺដែលសរសៃឈាមខួរក្បាលដែលគេហៅថា stroke ហ្នឹងគឺឥឡូវមានការកើនឡើងនៃចំនួនអ្នកកើតជំងឺហ្នឹងច្រើនខ្លាំងមែនតើទាំងក្មេងទាំងចាស់គឺកើតទាំងអស់មានធាត់ស្គមក្មេងចាស់គឺកើតជំងឺ stroke នៅទាំងអស់អញ្ចឹងទាំងអស់គ្នាត្រូវប្រយ័ត្នតែគេបានគ្រប់គ្រាន់ហើយធ្វើលំហាត់ប្រាណឲ្យបានល្អហើយព្យាយាមសង្កេតមើលសុខភាពខ្លួនឯងឲ្យបានមែនតើតាមដានសុខភាពខ្លួនឯងការកេងការអីនិយាយទៅគឺព្យាយាម focus លើខ្លួនឯងជំងឺ stroke ហ្នឹងហើយគឺវេទនាអញ្ចឹងមើលខ្ញុំជាគំរូខ្ញុំមានបទពិសោធន៍ជំងឺហ្នឹងគឺវេទនាក្នុងខ្លួនខ្លាំងមែនតើអញ្ចឹងទាំងអស់គ្នាកុំភ្លេចមើលថែរក្សាពីខ្លួនឯងហើយមើលថែខ្លួនឯងបានល្អណាស់បាយ